តើអ្នកដឹងទេថាផ្លែមៀនផ្ដល់អត្ថប្រយោជន៍យ៉ាងដូចម្តេចខ្លះចំពោះសុខភាពមៀនគឺជាផ្លែឈើផ្ទុកដោយសារធាតុដែកកាល់ស្យូមផូស្វ័រកាបូនអ៊ីដ្រាតប្រូតេអ៊ីនខ្លាញ់និងពពួកវីតាមីន A, C, B2 និងនីយ៉ាស៊ីនសារធាតុវីតាមីននិងរ៉ែដែលនៅក្នុងផ្លែមៀនផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដូចជាញ៉ាំផ្លែមៀនជួយបង្កើនថាមពលខួរក្បាលទប់ទល់នឹងសកម្មភាពនៅក្នុងមួយថ្ងៃវាមានតួនាទីជួយទប់ស្កាត់បញ្ហាភ្នែកមញោបនិងជួយឲ្យភ្នែកភ្លឺច្បាស់ល្អវាមានតួនាទីដោះស្រាយបញ្ហាគេងមិនលក់របស់លោកអ្នកធ្វើឲ្យដំណើរការឈាមទៅកាន់បេះដូងស្រួលចំពោះចិត្តសាស្ត្រការទទួលទានផ្លែមៀនគឺជួយជំរុញឲ្យចិត្តស្ងប់នៅក្នុងករណីឈឺក្បាលឬវិលមុខអាចយកសាច់ផ្លែមៀនដែលហាលក្រៀមដាក់ដាំទឹកផឹកបាននោះករណីឈឺក្បាលរបស់លោកអ្នកនឹងធូរស្បើយមិនតែប៉ុណ្ណោះវាមានតួនាទីពង្រឹងសុខភាពបេះដូងនិងចិញ្ចឹមឈាមបានល្អផងដែរមិនតែប៉ុណ្ណោះទេផ្លែមៀនគឺពិតជាផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពព្រោះវាត្រូវបានគេយកទៅផ្សំជាថ្នាំកែរោគឈឺក្រពះសម្រានមិនលក់ខូចសន្តិនិងមានទឹកដក់នៅក្នុងភ្នែកផងដែរ